អត់ចូលចិត្តមើលបងទេតែចូលចិត្តមើលប្តីបងចុំមានចឹងដែរបងប្អូនមានច្រើនអ្នកដែរឥឡូវនេះលើកខមមិនហ្នឹងយកមកនិយាយតែម្ដងអត់ចូលចិត្តខ្ញុំទេក៏ប៉ុន្តែចូលចិត្តមើលប្តីខ្ញុំយំថាបេះលហុងឲ្យអត់ឲ្យទេនិយាយមែនទេទុកហូបខ្លួនឯងវិញល្អជាងជាទីសួរលពុកអ្នកម្ដាយលពូអ្នកមីងបងប្អូនកូនកូនជាទីស្រឡាញ់តាមពិតទៅធ្វើលេងទេបងប្អូនចូលចិត្តមួយណាក៏នាងខ្ញុំមិនទាស់ដែរនិយាយមែនទេឥឡូវនេះនាងខ្ញុំឆឹងដំឡូងហ្នឹងនាងខ្ញុំដាំនៅក្នុងកេះស្នោបងប្អូន5កេះឥឡូវនេះបាន10គីឡូជាងចិត្តទៅនៅសល់ប្រហែលជា3គីឡូអីហ្នឹងចាដោយសារតែវារៀងកឹងនាងខ្ញុំដាក់ចោលប៉ុន្តែបានផលតាហើយឆឹងហ្នឹងបងប្អូនអើយអត់មានដូងជាទូទៅគឺនាងខ្ញុំត្រូវថែមសាច់ដូងសាគៀល5ផ្លែទៀតណាអូយឆ្ងាញ់ the best តែម្ដងចាក៏ប៉ុន្តែវាអត់មានសាច់ដូងអញ្ចឹងវារឿងស្ទើរដែររឿងស្ទើរឈ្ងុយចាហើយបងប្អូនសួរនាងខ្ញុំថារហងៃហ្នឹងនាងខ្ញុំជាពីជំងឺបាក់ទឹកចិត្តនៅគាត់តាមសួរសុខភាពនាងខ្ញុំខមមិនរហូតជូនពរនាងខ្ញុំរហូតចាជាទូទៅជំងឺបាក់ទឹកចិត្តរបស់នាងខ្ញុំថាជាដាច់មិនជាដាច់ទេបងប្អូនមិនជាដាច់ទេដោយសារតែនាងខ្ញុំនៅចាមហិច្ឆតារលុយខ្លះដើម្បីផ្គប់គង់ធនាគារចាក៏ដូចជាលោកឪពុកអ្នកម្ដាយកូនចៅចាបងប្អូនទោះបីជានាងខ្ញុំឈឺឬក៏កូវីដមកដល់ឬក៏សង្គ្រាមយ៉ាងណាក្តីក៏បងធនាគារហ្នឹងគាត់នៅតែឲ្យយើងបង់ចាទោះបីជាសេដ្ឋកិច្ចធ្លាក់យ៉ាងណាក៏គាត់នៅឲ្យយើងបង់អញ្ចឹងហើយនាងខ្ញុំធ្វើការទាំងឈឺហ្នឹងបងប្អូនហើយវាមិនជាដាច់ប៉ុន្មានទេគ្រាន់ថាល្អជាងមុន100%បងប្អូនណារត់ឆ្វេងរត់ស្ដាំខ្លាចគេខ្លាចឯងចាហើយរហូតដល់លោតស្ពានជួយច្បាលុតលើទេអីឥឡូវនេះអត់ទេបងប្អូនរឿងងើបចេញមុខអឺតមើលគេតិចហ្នឹងហើយក៏ប៉ុន្តែបើឲ្យជាដាច់មិនជាទេបងប្អូននៅតែឈឺដដែលពេលខ្លះវារឿងធុញថប់ពេលខ្លះក៏វាសុបាយនិយាយចឹងជំងឺហ្នឹងគឺវាកាត់ឡើងហើយរឿងពិបាកជាបងប្អូនពិបាកជាមែនតែនហើយបើសិនជាបងប្អូនចង់ដឹងនាងខ្ញុំនឹងបង្ហើបជំងឺហ្នឹងនៅវគ្គក្រោយៗទៀតណាហេបាញ់ត្រាំងប្រែកាយធ្វើដោយម្ដេចទៅអ្នកម្ដាយដើម្បីឲ្យបាញ់ត្រាំងហ្នឹងទុនខាងក្នុងស្រួយខាងក្រៅរួចហើយមូលដូចបាល់តោះទស្សនាជាមួយអ្នកម្ដាយណាបាញ់ត្រាំងហ្នឹងមួយកញ្ចប់ដាក់ទាំងអស់តែម្ដងកាន់វាថ្នមតបវាឲ្យចូលសពរួចហើយយើងយកមកតាប់លើជ្រុញទៀតដើម្បីឲ្យវាកាន់តែចូលកាន់តែឆ្អិតបន្ទាប់ពីឆ្អិតហើយកូនកាត់វាជាទៅវែងចាកាត់វាជាទៅវែងហើយកូនកាត់វាជាដុំទូចទៀតនៅពេលដែលកាត់វាជាដុំតូចហើយបានយើងយកវាទៅបំពងរួចហើយយើងវាជាមួយនឹងម្សៅហ្នឹងកូនដាក់ជាមួយនឹងពងមាត់ដាក់ជាមួយនឹងប៊ីចេងបន្តិចមករឌីបន្តិចមកកុំដាក់ស្ករណានៅពេលដែលដាក់ស្ករបំពងទៅវាខ្លោចហើយកូនអញ្ចឹងកុំដាក់ស្ករយើងដាក់ជាតិឡែមជាមួយពងមាត់បានហើយឥឡូវនេះយើងបំពងមុននឹងយើងបំពងបើកខ្ទះហ្នឹងឲ្យវាក្តៅ 100% ចាចាំយើងដាក់បំពងបន្ទាប់ពីយើងដាក់បំពងហើយគឺយើងបន្ថយភ្លើងត្រឹមតែ 50% ទេបើសិនជាបើកខ្លាំងពេកវានឹងស្រួយខ្ញោកវាអត់ទន់ក្នុងទេបន្ទាប់ពីបំពងហើយគឺយើងបំពងជាមួយនឹងបង្គាគឺយើងយកម្សៅហ្នឹងយកមកតប់អញ្ចឹងបំពងឲ្យវាស្រួយបន្ទាប់មកគឺកូនចាចាប់ផ្ដើមរំលីងខ្ទឹមរំលីងប្រើភ្លើងកុំឲ្យខ្លោចណាអាហ្នឹងពិសេសណាកូនបើសិនជាខ្លោចគឺរូបមន្តហ្នឹងអត់ឆ្ងាញ់ទេរួចហើយយើងដាក់ជាមួយនឹងទឹកឃ្មុំថែមជាមួយនឹងទឹកដោះគោខាប់មួយស្ព្រាទឹកឃ្មុំហ្នឹងមួយស្ព្រាកន្លះណាកូនម្សៅស៊ុបជប៉ុនតិចមកប្រេងខ្យងតិចប៊ីចេងតិចនេះគឺជាពិសេសម្សៅ barbecue របស់កូរ៉េចាដាក់ត្រឹមតែប៉ុណ្្នឹងទេកូនដាក់ត្រឹមតែប៉ុណ្្នឹងទេដោយសារតែម្សៅ barbecue ហ្នឹងឆ្ងាញ់ហើយចាហើយអត់ចង់ដាក់ច្រើនទៀតដោយសារតែកូនថាអូរូបមន្តអ្នកម្ដាយច្រើនណាពិបាកគ្រប់ពីតាមឥឡូវនេះត្រឹមតែប៉ុណ្្នឹងទេក៏ប៉ុន្តែបើសិនជាកូនចាមានសាច់ផាត់ដាក់សាច់ផាត់លាយទៀតចាអាហ្នឹងរឹតតែឆ្ងាញ់ហើយកូនបន្ថយម្សៅ barbecue ហ្នឹងគឺអែមហើយកូនចាយើងជុំគ្នាអីហ្នឹងគឺត្រូវណាដោយសារតែមុខម្ហូបហ្នឹងវាប្លែកវាខំទៅវាស្រួយហើយវាទន់ខាងក្នុងហើយបើសិនជាចង់ហិលយើងដាក់ម្ទេសតិចតួចទៀតអូយកប់សាក់លបងបានណាហេអូយតាំងតហេមាសឡើងថ្លៃម្លឹងមិនដឹងការណាមានលុយទិញកងដៃពាក់ដូចគេទេបងប្អូនអើយលោកប្តីនេះខ្ញុំឈោមមើលនាងខ្ញុំសង្វាច់នាងខ្ញុំលួងនាងខ្ញុំថាអូនសង្គ្រាមលោកលើកទី3ចិត្តមកដល់ហើយអ្វីដែលចាំបាច់គួរតែចេះដាប់ដំណាំតិចទៀតណាអ្នកដែលមានមាសអ្នកដែលមានលុយអ្នកដែលមានពេជ្រហ្នឹងអត់ចេះដាំគួតយកបដោចាដំណាំធម្មជាតិរបស់អូនហើយពិតមែនអត់បងអូន
តាមពិតទៅនិយាយលួងចិត្តប្រពន្ធសោះនឹងណាបងប្អូនថ្ងៃមុននេះខ្ញុំបង្ហាញពីវិធីផលិតជីកប៉ោះថ្ងៃនេះអាប់ដេតបន្តហើយ15ថ្ងៃហើយបងប្អូនចាការផលិតដំបូងគឺបងប្អូនត្រូវមានចាកាធៀងខេតចាំបាច់បន្ទាប់មកគឺអាចគោបន្ទាប់មកគឺកាក់សំណល់ផ្ទះបាយចាលាយជាមួយនឹងស្លឹកឈើលាយជាមួយនឹងកាផ្លោកលាយជាមួយនឹងស្មៅឬក៏សម្រាមដែលបងប្អូនបុកក្នុងភូមិហ្នឹងចាធ្វើម៉េចឲ្យវាស្មើគ្នាបើសិនជាបងប្អូនធ្វើខ្នាតតូចមួយបង្គីដូចគ្នាចំពោះនេះខ្ញុំមួយឡានដូចគ្នាតែម្ដងហើយបងប្អូនដាក់អាចកោមុនបន្ទាប់មកកាធៀងខេតបន្ទាប់មកកាក់សំណល់ផ្ទះបាយមួយស្ទាប់រួចរាល់ហើយបងប្អូនគ្របទុក15ថ្ងៃបន្ទាប់ពី15ថ្ងៃបងប្អូនបើកវារួចរាល់ហើយបងប្អូនកាយវាបងប្អូនដាក់វាមួយស្ទាប់ចាមួយស្ទាប់ពីរស្ទាប់3ស្ទាប់បងប្អូនធ្វើអញ្ចឹងកាយលបាយអាចកោក៏ដូចជាកាធៀងខេតកាក់សំណល់ហ្នឹងឲ្យវាកុំឲ្យដុំហើយបងប្អូនចាក់ស្ទាប់ហើយបើសិនជាបងប្អូនឃើញស្ងួតបងប្អូនស្រោចទឹកពីលើចាបន្ទាប់មកបងប្អូនកាយអញ្ចឹងទៀតចាកាយរហូតអស់មួយគំនូកនឹងតែម្ដងហើយគ្របវាទុករយៈកាល15ថ្ងៃឬក៏20ថ្ងៃបងប្អូនកាយអញ្ចឹងទៀតចាកម្ដៅនេះវាអត់ទាន់ខ្លាំងទេកម្ដៅវាត្រឹម 50% ទេបើសិនជាលើកទី3ទី4ណាបងប្អូនលងអាលៀកលងហុយផ្សាយហ្មងអញ្ចឹងចាំនាងខ្ញុំបងអាក់ចង់និយាយថា15ថ្ងៃ20ថ្ងៃទៀតនាងខ្ញុំបង្ហាញបងប្អូនទៀតណាឥឡូវនេះមកខ្នាញ់ចាជាមួយនឹងបន្លែបងប្អូនអើយខ្នាញ់រាល់តែថ្ងៃនាងខ្ញុំខ្នាញ់នាងខ្ញុំខ្ញិចហ្មងចូលហិនអស់ហើយមានបងប្អូនខ្លះគាត់ថាអត់ជឿនាងខ្ញុំនឹងប្រើជីធម្មជាតិល្អហ្មង12ខែល្អរហូតហ្មងណាបងប្អូនចាជឿនាងខ្ញុំចោះបងប្អូននាងខ្ញុំគឺជាផ្ទះដែលរក្សាសិលចានាងខ្ញុំអត់ចេះនិយាយកុហកទេតាំងពីនាងខ្ញុំមកនៅទីនេះនាងខ្ញុំអត់ដែលប្រើប្រាស់ជីខាងក្រៅអីណាជំនួយអីទេគឺនាងខ្ញុំប្រើបែបធម្មជាតិតែម្ដងនិយាយមែនណាបងប្អូនឃើញទេបងប្អូនតាមដានទៅអញ្ចឹងបងប្អូនព្យាយាមចានាងខ្ញុំបរៀនពីវិធីផលិតជីហើយចាហើយនាងខ្ញុំក៏បរៀនវិធីដាំចាវិធីដាំគឺបងប្អូនដាំលើកហ្នឹងស្ពៃចង្កឹះអញ្ចឹងណាចាលើកក្រោយបងប្អូនហាលដីវារយៈកាលដែលកម្ដៅថ្ងៃខ្លាំងឲ្យវាងាប់មេរោគបងប្អូនដាក់ជាមួយនឹងក្តោបចាបន្ទាប់ពី4ខែដែលយើងកាប់ក្តោបបងប្អូនហាលទៀតដែរបងប្អូនដាក់វល្លិម្ដងចានិយាយចាំផ្លាស់ប្ដូរគ្នារហូតហើយបងប្អូនមុននឹងដាំបងប្អូនត្រូវទៅហាលដីហើយលួចចង់និយាយថារួចហើយលាយជាមួយជីហ្នឹងចាបានដាំមិនមែនចិត្តតែដាំចិត្តឯងផ្ទះសាបានទេហាលដល់ដីនឹងងាប់មេរោគបានយើងដាំទៅបានផលល្អហើយចំពោះការថែរក្សានាងខ្ញុំនឹងមានភាពបន្តទៀតណាឥឡូវនេះឲ្យបងប្អូនចេះផលិតជីកប៉ោះសិនលក្ខណៈគ្រួសារបងប្អូនដាក់មកបកីទុកចោលរយៈពេលកន្លះឆ្នាំបានជាលបាយហើយបើសិនជាបងប្អូនខ្ជិលឬក៏រវល់អញ្ចឹងណាបងប្អូនសាក់លបងដើម្បីសុខភាពណាហេ